ចាសូមជម្រាបសួរនាងខ្ញុំនេតាគឺជាភ្នាក់ងារទិញលក់អចលនទ្រព្យប្រចាំរដ្ឋ Minnesota ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយរដ្ឋរបស់រដ្ឋ Minnesota ហើយបច្ចុប្បន្ននេះនាងខ្ញុំធ្វើការជាមួយនឹង Keller Williams ចាដែលជាក្រុមហ៊ុនធំមានសាខានិងការិយាល័យគ្រប់ទីក្រុងរដ្ឋប្រចាំសហរដ្ឋអាមេរិកតែម្ដងចាអញ្ចឹងនាងខ្ញុំនិយាយពីភាសានាងខ្ញុំនិយាយអង់គ្លេសនិងភាសាខ្មែរហើយនាងខ្ញុំក៏ជាអ្នកបកប្រែផងដែរដែលមានអាជ្ញាប័ណ្ណប្រចាំប្រទេសតែទទួលស្គាល់ដោយប្រទេសដូច្នេះប្រសិនបើជាបងប្អូនចាប់អារម្មណ៍ក្នុងការទំនាក់ទំនងជាមួយនឹងសំណួរពាក់ព័ន្ធខាងផ្នែកទិញលក់អចលនទ្រព្យហើយបងប្អូនជនជាតិខ្មែររបស់យើងគាត់ត្រូវការចាមានជំនួយពីជនជាតិគ្នាយើងហើយមិនយល់ច្បាស់អំពីអត្តន័យនិងច្បាប់នៅក្នុងការតាក់ទងជាមួយនឹងការទិញលក់អចលនទ្រព្យនោះឲ្យមានចម្ងល់ចង់សួរសូមអញ្ជើញតាក់ទងមកនឹងខ្ញុំបានម្យ៉ាងវិញទៀតផងដែរនាងខ្ញុំក៏មានមិត្តភ័ក្តិចាដែលជាអ្នកគាត់ធ្វើការខាងផ្នែកឲ្យប្រាក់កម្ចីទៅដល់អ្នកទិញផ្ទះដែលគាត់មានអាជ្ញាប័ណ្ណធ្វើការឲ្យនៅក្នុង3រដ្ឋចាគឺរដ្ឋ California រដ្ឋ Washington ហើយនិងរដ្ឋ Texas អញ្ចឹងប្រសិនបើជាបងប្អូនមានបញ្ហាក្នុងការនិយាយភាសាអង់គ្លេសมันអាចមានអ្នកណាជួយខាងផ្នែកភាសាអង់គ្លេសហើយចង់បានជនជាតិយើងជាអ្នកធ្វើការជូនបម្រើដែលមានគុណភាពនិងទំនុកចិត្តខ្ពស់នោះសូមអញ្ជើញតាក់ទងមកនាងខ្ញុំប្រសិនបើនាងខ្ញុំពុំបាននៅក្នុងរដ្ឋនឹងទេក៏នាងខ្ញុំមានភ្នាក់ងារដែលធ្វើការជាមួយនឹងខាងក្រុមហ៊ុនពួកយើងដែលពួកយើងយកគុណភាពនិងការផ្ដោតនៅលើតម្លៃនៃការទំនុកចិត្តខ្ពស់បំផុតជាមួយនឹងការងាររបស់ពួកយើងអញ្ចឹងចាពួកយើងមិនមែនផ្ដោតទៅលើតែប្រាក់កម្រៃចំណេញឬក៏តែអំពីបងប្អូននោះទេព្រោះពួកយើងចង់ធ្វើការមានឈ្មោះបោះសម្លេងនៅក្នុងគុណភាពចាហើយគឺជាបើនិយាយសួរស្ដាប់ទៅពួកយើងចង់បង្កើតជាគេហៅថា brand name អញ្ចឹងគឺជាស្លាកឈ្មោះដែលបានទទួលស្គាល់ដែលបាននឹងឲ្យតម្លៃខ្ពស់អំពីអតិថិជនរបស់ពួកយើងដូច្នេះបងប្អូនអាចនឹងផ្ដល់នឹងមានការទុកចិត្តដែលអាចផ្ដល់អំពីសេវាកម្មរបស់ពួកយើងនឹងក្រុមភ្នាក់ងាររបស់នាងខ្ញុំបានចា៎នាងខ្ញុំនឹងភ្ជាប់លេខទំនាក់ទំនងនៅក្នុងវីដេអូនេះក៏ដូចជានៅក្នុង comment នៅក្រោមវីដេអូនេះផងដែរបងប្អូនអាចចេញតាក់ទងមកប្រសិនបើមានចម្ងល់មានសំណួរតាក់ទងជាមួយនឹងចាការទិញលក់ផ្ទះឬក៏ការជួលផ្ទះក៏បានដែរចាអញ្ជើញតាក់ទងមកនឹងខ្ញុំមកដើម្បីនឹងខ្ញុំជួយតាក់ទងទំនាក់ទំនងនឹងផ្ដល់ភ្ជាប់ទៅភ្នាក់ងារដែលនាងខ្ញុំអាចមានជំនឿទុកចិត្តនឹងអ្នកតំណាងជូនដល់បងប្អូនប្រសិនបើនាងខ្ញុំមិនបាននៅក្នុងរដ្ឋនោះតែនាងខ្ញុំនឹងអាចជួយចាជាប្រយោលពីរដ្ឋផ្សេងដើម្បីភ្ជាប់បងប្អូនទៅជាមួយនឹងភ្នាក់ងារដែលយើងមានការជឿទុកចិត្តនិងធ្វើការសហការជាមួយផងដែរចា៎នាងខ្ញុំធ្វើការប្រចាំរដ្ឋ Minnesota ប្រសិនបើជាបងប្អូនដែលអញ្ជើញមករស់នៅក្នុងរដ្ឋ Minnesota ចាហើយមានចម្ងល់មានសំណួរចាមិនថាតតាក់ទងខាងរឿងទិញផ្ទះលក់ផ្ទះអីទេនាងខ្ញុំបើកទលំទលាយដើម្បីជួយដល់បងប្អូនប្រជាជនខ្មែរយើងទៅតាមពេលវេលាដែលនាងខ្ញុំអាចមានប្រសិនបើជាបងប្អូនមកដល់ស្រុកអាមេរិកត្បូងហើយបងប្អូនមិនបានយល់អំពីស្ថានភាពនៃការរស់នៅតាក់ទងនឹងការងាររកការងារយ៉ាងណានោះក៏សូមអញ្ជើញតាក់ទងមកសួរនាងខ្ញុំទៅតាមរយៈវីដេអូនេះក៏ផងដែរនាងខ្ញុំនឹងឆ្លៀតជួយទៅតាមអ្វីដែលនាងខ្ញុំអាចធ្វើទៅបានចាចំពោះបងប្អូនដែលគាត់បានស្គាល់នាងខ្ញុំកន្លងមកគឺគាត់ដឹងហើយថានាងខ្ញុំជាម្នាក់ដែលចូលចិត្តជួយដល់ប្រជាជនខ្មែរយើងជាពិសេសសម្រាប់បងប្អូនដែលគាត់ពុំមានទីពឹងពំនាក់ហើយត្រូវការឲ្យមានជំនួយនឹងការផ្ដល់មតិយោបល់ដោះស្រាយជាមួយនឹងបញ្ហាជាប្រយោលក្តីដោយផ្ទាល់ក្តីអ្វីដែលនាងខ្ញុំអាចធ្វើបាននាងខ្ញុំចង់ធ្វើដើម្បីចែករំលែកនិងជួយទៅដល់បងប្អូនប្រជាជនខ្មែររបស់ពួកយើងក៏ព្រោះតែនាងខ្ញុំបានឆ្លងនៅបទពិសោធន៍ហ្នឹងបានឆ្លងកាត់នៅបទពិសោធន៍ហ្នឹងហើយនាងខ្ញុំយល់អំពីស្ថានភាពនិងអារម្មណ៍ដែលចាដែលពេលដែលយើងមកដល់ថ្មីថ្មោងនៅក្នុងប្រទេស
ដែលមិនមែនជាប្រទេសនិយាយឬក៏ប្រើភាសារបស់យើងទូលំទូលាយហ្នឹងគឺយើងមានបញ្ហាជាច្រើនហើយមានចម្ងល់ជាច្រើនតែពេលខ្លះគឺយើងមិនដឹងថារត់ទៅរកអ្នកណាដើម្បីជួយឆ្លើយតបជាមួយនឹងចម្ងល់សំណួរយើងដូច្នេះហើយបានយើងនាងខ្ញុំជ្រើសរើសយកចាការងារផ្នែកទិញលក់អចលនទ្រព្យនេះក៏ដើម្បីជាផ្នែកមួយដែលនាងខ្ញុំអាចផ្ដល់ជាជំនួយមិនថាដល់ផ្ទាល់ឬក៏ជាប្រយោជន៍ដល់ប្រជាជនខ្មែររបស់នាងខ្ញុំផងដែរចា៎យ៉ាងណាមិញនៅក្នុងថ្ងៃនេះនាងខ្ញុំក៏ចង់លើកយកមកជម្រាបតាក់ទងជាមួយថាជីវិតរស់នៅក្នុងប្រទេសអាមេរិកដំបូងដល់ពេលដែលយើងមកកាន់ទឹកដីអាមេរិកតើអ្វីទៅដែលបងប្អូនត្រូវត្រៀមអញ្ចឹងសម្រាប់បងប្អូនជនជាតិខ្មែរយើងដែលគាត់បានធ្វើការដាក់ពាក្យចាស្នើសុំឬក៏លេងជាមួយនឹងឆ្នោត DV ចាគេហៅថា diversity visa lottery ហ្នឹងចាអញ្ចឹងគឺជា visa ផ្សងសំណាងសម្រាប់ការមករស់នៅក្នុងទឹកដីអាមេរិកសូមអបអរសាទរចំពោះបងប្អូនខ្មែរយើងដែលគាត់បានចាជាប់ជាស្ថាពរហើយពួកគាត់មានសាច់ញាតិបងប្អូនមិត្តភ័ក្តិដែលរស់នៅក្នុងស្រុកនេះដែលអាចជួយជ្រោមជ្រែងគាត់ក៏ចំពោះបងប្អូនដែលពុំមានសាច់ញាតិក្រុមគ្រួសារហើយបានជាប់មកនោះក៏ចាបើមានចម្ងល់មានសំណួរអ្វីដែលនាងខ្ញុំអាចជួយទៅបាននោះក៏សូមជួយក៏សូមតាក់ទងមកណាយ៉ាងណាមិញក៏ចង់ជម្រាបទៅបងប្អូនដែលជាជនជាតិខ្មែររបស់យើងមិនថាអ្នកទាំងអស់គ្នាជាប់ឈ្មោះតាមរយៈDVD ឬក៏តាមរយៈដែលខ្ញុំចាការ sponsor ឬក៏ធានាពីបងប្អូនកូនចៅនៅក្នុងប្រទេសនេះហើយសម្រាប់ពួកគាត់ដំបងដែលមកដល់ក្នុងទឹកដីអាមេរិកទីមួយរបស់នាងខ្ញុំសូមស្នើសុំចែករំលែកគឺដោយសារតែបទពិសោធន៍ផ្ទាល់របស់នាងខ្ញុំរស់នៅទឹកដីអាមេរិក16ឆ្នាំហើយចា៎យ៉ាងណាមិញខ្ញុំចង់ជម្រាបពេលរំដាល់ដំបូងធ្វើយ៉ាងណារត់ការរឹងកដាស្នាមតាក់ទងជាមួយនឹងការ Social Security ឬក៏បានសង្គមគិច្ចនឹងឲ្យបានបន្តមកទៀតដាក់ពាក្យស្នើសុំគេហៅថា work permit ចាអញ្ចឹងយើងបានពួកនឹងសិនហើយរួចទៅចាំយើងរត់ការរឿងដែលចាធនាគារចាបើទៅបង្កើតធនាគារដូច្នេះដើម្បីកុំឲ្យវាវែងនឹងខ្ញុំនឹងជម្រាបម្ដងទៀតទី1ចាស្នើសុំកតា Social Security Card កាតសង្គមគិច្ចហើយទី2គឺស្នើសុំដែលគេហៅថា work permit ចានិងទី3បើកុងធនាគារចាអញ្ចឹងមានប្រធានពេលណាដែលយើងធ្វើការនៅស្រុកនេះបើសិនជាក្រុមហ៊ុនដែលក្រុមហ៊ុនដែលជាការក្រុមហ៊ុនរោងចក្រធំអីចឹងគឺគេត្រូវការយើងមានកាត Social Security ត្រូវការមានកុងធនាគារអញ្ចឹងទេគឺយើងត្រូវមានពួកហ្នឹងមកដើម្បីយើងភ្ជាប់ពីព្រោះថាមកនៅប្រទេសអាមេរិកដំបូងបងប្អូនចំណាយខ្ពស់ណាស់ចំណាយខ្ពស់ដូច្នេះប្រសិនបើជាអ្នកទាំងអស់គ្នាមានបងប្អូនជាទីពឹងពាក់សម្រាប់រយៈពេលបដោះអាសន្នវាជាសំណាងរបស់បងប្អូនហើយក៏ប៉ុន្តែសម្រាប់អ្នកដែលគាត់ពុំមានគាត់ត្រូវការចំណាយច្រើនអញ្ចឹងការញ៉ាំការចុកការធ្វើដំណើរហើយយើងអត់មានប្រាក់ចំណូលដូច្នេះត្រូវត្រៀមច្រើនណាស់ប្រាក់ចំណូលបងប្អូនត្រូវត្រៀមច្រើនណាស់សម្រាប់ចំណាយអញ្ចឹងហើយបានជានាងខ្ញុំប្រាប់ពីវិធីសាស្ត្រមកដល់ភ្លាមកុំអាឡ័យរងចាំតើបាន green card បានធ្វើការបងប្អូនមានប្រាក់រាប់ម៉ឺនដុល្លារក៏អត់សល់ដែរអញ្ចឹងចាប់ផ្ដើមភ្លាមចាសូមមក work permit សិនទៅប្រសិនបើអំឡុងពេលដែលយើងនៅរងចាំ green card ហ្នឹងណាចាអញ្ចឹងយ៉ាងហោចណាស់គឺយើងអាចទៅធ្វើការបណ្ដោះអាសន្នដែរចាហើយសួរទៅមិនខុសទេកន្លែងការងារបងប្អូនខ្មែរយើងចាសូមគាត់ទៅធ្វើការមកបដោះទុកសិនទៅដើម្បីទៅចំណូលពួកគាត់នឹងទទួលហើយអត់អីទេហើយពេលណាដែលយើងមាន work permit យើងអាចទៅធ្វើការនៅកន្លែងត្រឹមត្រូវដែលគេឲ្យជាกระดาษពន្ធប្រាក់ដល់យើងដើម្បីតម្លើងពន្ធប្រាក់ទៅដល់រដ្ឋប្រចាំឆ្នាំចាព្រោះវាសំខាន់ក្នុងការធ្វើការហើយនឹងរាយការណ៍ពន្ធប្រាក់ទៅដល់រដ្ឋគឺវាមានអត្ថប្រយោជន៍ច្រើនដែលខ្ញុំនឹងជម្រាបនៅវីដេអូក្រោយៗទៀតអញ្ចឹងចាតកតងជាមួយនឹងការ social ហើយនឹង work permit ហើយនឹងបាក់កុងធនាគារចាទាំង3ចំណុចហ្នឹងសិនយើងធ្វើទៅហើយរួចទៅចាំតកតងរត់ធ្វើការដាក់ពាក្យកន្លែងការងារទៅចាអ
អញ្ចឹងប្រសិនបើមានចម្ងល់មានសំណួរអីផ្សេងក្រៅពីនេះទៀតនោះក៏សូមអញ្ជើញតាក់ទងមកនឹងខ្ញុំតាមរយៈវីដេអូ comment ហ្នឹងទៅណាអ្វីដែលនាងខ្ញុំអាចជួយបាននាងខ្ញុំនឹងជួយអ្វីដែលនាងខ្ញុំដឹងចម្លើយនាងខ្ញុំនឹងចែករំលែកនេះមិនមែនតាំងខ្លួនថានាងខ្ញុំចេះភាសាជាងអ្នកណាក៏ទេតែបទពិសោធន៍អ្វីដែលនាងខ្ញុំមានអ្វីដែលនាងខ្ញុំយល់អ្វីដែលនាងខ្ញុំអាចចែករំលែកបាននាងខ្ញុំនឹងចែករំលែកក៏ប៉ុន្តែខ្ញុំជឿថាបងប្អូនទាំងអស់ដែលគាត់បានរស់នៅស្រុកនេះយូរហើយក៏គាត់អាចដឹងច្រើនជាងខ្ញុំដែរបងប្អូនរបស់អ្នកទាំងអស់គ្នាដែលគាត់បានរស់នៅទីនេះក៏គាត់អាចស្វែងយល់បានច្រើនដែរប៉ុន្តែអ្វីដែលនាងខ្ញុំដឹងប្រចំពោះបងប្អូនដែលគាត់ពុំមានទីពឹងពំនាក់ចាហើយត្រូវការសួរនាំហើយមិនដឹងជាតាក់ទងទៅខាងណានោះក៏សូមអញ្ជើញតាក់ទងមកអ្វីដែលនាងខ្ញុំដឹងខ្ញុំនឹងឆ្លើយប្រាប់ភ្លាមៗបើនាងខ្ញុំមិនដឹងចម្លើយទេក៏នាងខ្ញុំនឹងធ្វើការស្រាវជ្រាវដើម្បីឆ្លើយតបទៅតែសូមជ្រាបដោយសារតែនាងខ្ញុំក៏មានការងារនិងតួនាទីរបស់នាងខ្ញុំផ្សេងទៀតដែរដែលនាងខ្ញុំត្រូវចាមានកាតព្វកិច្ចទទួលខុសត្រូវចំពោះដូច្នេះទេការឆ្លើយតបពេលខ្លះក៏មានការយឺតយ៉ាវក៏សូមខន្តីអភ័យទោសនិងអធិស្ឋានទុកជាមុនផងដែរសូមជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នាចា៎